សូមគោរពបងប្អូនជនជាតិខ្មែរទាំងអស់នេះជាអត្ថបទនិយាយអំពីអត្ថប្រយោជន៍ផ្លែប៉េងប៉ោះនិងការពារពីជំងឺផ្សេងៗថាអាចជួយសុខភាពបានដល់កម្រិតណាផ្លែប៉េងប៉ោះមិនត្រឹមតែជាបន្លែដែលជួយបង្កើនរសជាតិម្ហូបឲ្យកាន់តែឆ្ងាញ់ប៉ុណ្ណោះទេប៉ុន្តែវាក៏ជាកម្ពុជាអាហារ Superfood ដែលផ្ដល់អត្ថប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់ដល់សុខភាពនិងដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺជាច្រើនមុខខាងក្រោមនេះគឺជាអត្ថប្រយោជន៍ចម្បងរបស់ផ្លែប៉េងប៉ោះនិងសមត្ថភាពក្នុងការការពារជំងឺ 1. សារធាតុចិញ្ចឹមសំខាន់នៅក្នុងប៉េងប៉ោះប៉េងប៉ោះសម្បូរទៅដោយវីតាមីនរ៉ែនិងសារធាតុប្រឆាំងអុកស៊ីតកម្មចាំបាច់សម្រាប់រាងកាយដូចជាលីកូពីន Lycopene ជាសារធាតុពណ៌ក្រហមនិងជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលបំផុតដែលត្រូវបានសិក្សាយ៉ាងទូលំទូលាយពីសមត្ថភាពរបស់វាចំពោះសុខភាពបេះដូងនិងការពារមហារីកវីតាមីន C ពង្រឹងប្រព័ន្ធភាពស៊ាំនិងថែរក្សាស្បែកប៉ូតាស្យូមជំនួយដល់ការគ្រប់គ្រងសម្ពាធឈាមវីតាមីន K និងហ្វូឡាតវីតាមីន B9 សំខាន់សម្រាប់ការកកឈាមសុខភាពឆ្អឹងនិងមុខងារកោសិកាជាតិសរសៃ Fiber ជំនួយដល់ប្រព័ន្ធរំលាយអាហារ 2. អត្ថប្រយោជន៍ចំពោះសុខភាពនិងការការពារជំងឺពង្រឹងសុខភាពបេះដូងសារធាតុលេកូពីននិងប៉ូតាស្យូមខ្ពស់ជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុលអាក្រក់ LDL និងបញ្ចុះសម្ពាធឈាមការទទួលទានប៉េងប៉ោះឲ្យបានទៀងទាត់អាចកាត់បន្ថយហានិភ័យនៃជំងឺកាំងបេះដូង Heart Attack និងជំងឺដាច់សរសៃឈាមខួរក្បាល Stroke ការពារជំងឺមហារីកការសិក្សាជាច្រើនបានបង្ហាញពីទំនាក់ទំនងរវាងសារធាតុលេកូពីននិងការកាត់បន្ថយហានិភ័យនៃជំងឺមហារីកជាពិសេសមហារីកក្រពេញ prostate cancer មហារីកសួតនិងមហារីកក្រពះថែរក្សាស្បែកឲ្យភ្លឺថ្លាវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មជួយប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលជាមូលហេតុបង្កឲ្យមានភាពចាស់ជាងវ័យលីកូពីនក៏ជួយការពារស្បែកពីការខូចខាតដោយសារកាំរស្មី UV ពីពន្លឺព្រះអាទិត្យផងដែរជំនួយកំហាញភ្នែកប៉េងប៉ោះសម្បូរទៅដោយសារធាតុដូចជាលីកូពីន បេតាការ៉ូទីន និងលូធីនដែលជួយការពារភ្នែកពីការចុះខ្សោយកំហាញតាមអាយុនិងជំងឺភ្នែកឡើងបាយជំនួយប្រព័ន្ធរំលាយអាហារជាតិសរសៃនិងជាតិទឹកដ៏ច្រើននៅក្នុងប៉េងប៉ោះជួយសម្រួលដល់ចលនាពោះវៀនការពារការទល់លាមកនិងជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អគ្រប់គ្រងជាតិស្ករក្នុងឈាមប៉េងប៉ោះជាអាហារដែលមានសន្ទុះជាតិស្ករទាប Low Glycemic Index និងមានផ្ទុកសារធាតុក្រូមីញ៉ូម Chromium ដែលជួយសម្រួលដល់កម្រិតជាតិស្ករក្នុងឈាមដូច្នេះវាល្អសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមជំនួយមុខងារខួរក្បាលសារធាតុប្រឆាំងអុកស៊ីតកម្មជួយការពារកោសិកាខួរក្បាលពីការខូចខាតនិងអាចកាត់បន្ថយហានិភ័យនៃជំងឺបាត់បង់ការចងចាំ Alzheimer's disease សេចក្តីសន្និដ្ឋានការបន្ថែមផ្លែប៉េងប៉ោះទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកជាវិធីសាស្ត្រដ៏ងាយស្រួលនិងមានប្រសិទ្ធភាពបំផុតមួយដើម្បីទ្រទ្រង់សុខភាពទូទៅនិងការពាររាងកាយរបស់អ្នកពីជំងឺកាចសាហាវជាច្រើនមុខដើម្បីទទួលបានអត្ថប្រយោជន៍ជាអត្ថបរមាជាពិសេសសារធាតុលេកូពីនការចម្អិនប៉េងប៉ោះឲ្យឆ្អិនដូចជាធ្វើទឹកជ្រលក់គឺល្អជាងការញ៉ាំឆៅ